បាទជំរាបសួរនិងសួស្តីអ្នកទស្សនាទាំងអស់គ្នាស្វាគមន៍កម្មវីដេអូថ្មីបាទសម្រាប់អ្នកដែលទស្សនាថ្មីសូមកុំភ្លេចចុច like share ហើយនិង subscribe ឲ្យម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីពាក់ព័ន្ធជាមួយនឹងបន្លែផ្លែឈើដែលល្អសម្រាប់សុខភាពនៅក្នុងវីដេអូនេះពួកយើងនឹងស្វែងយល់អំពីអត្ថប្រយោជន៍ផ្លែម្ទេសបាទដែលល្អសម្រាប់សុខភាពផ្លែម្ទេសគឺជាគ្រឿងទេសដែលប្រជាជនខ្មែររបស់យើងគឺនិយមប្រើប្រាស់នៅក្នុងម្ហូបអាហារប្រចាំថ្ងៃបាទបន្ថែមពីការធ្វើម្ហូបឲ្យមានរសជាតិហឹរនិងឆ្ងាញ់បាទម្ទេសក៏មានសារធាតុចិញ្ចឹមជាច្រើនដែលអាចផ្ដល់អត្ថប្រយោជន៍ដ៏ល្អចំពោះសុខភាពបាទបើសិនបើលោកអ្នកទទួលទាននៅក្នុងបរិមាណសមរម្យហើយត្រឹមត្រូវបាទអត្ថប្រយោជន៍ទី1បាទគឺសម្បូរវីតាមីន C ណាផ្លែម្ទេសគឺសម្បូរវីតាមីន C បាទដែលជួយពង្រឹងប្រព័ន្ធស៊ាំរាងកាយឲ្យរាងកាយរបស់យើងប្រឆាំងទៅនឹងមេរោគបាទនិងជួយដល់ការបង្កើតសារធាតុ collagen សម្រាប់ស្បែកផងដែរបាទទី2គឺសម្បូរសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មជាការពិតណាស់បាទម្ទេសមានសារធាតុប្រឆាំងអុកស៊ីតកម្មបាទដូចជាសារធាតុ ខាប់សាស៊ីនបាទនិងសារធាតុខារ៉ូតេអ៊ីនដែលជួយការពារកោសិកាពីការខូចខាតដោយរ៉ាឌីកាល់សេរីបាទជាស្រ័យផងបើសិនជាខ្ញុំបានភាសាអង់គ្លេសមិនបានច្បាស់បាទចំពោះអត្ថប្រយោជន៍ទី3បាទអាចជួយបង្កើនការរំលាយអាហារសារធាតុកាប់សាស៊ីនអាចជួយជំរុញដំណើរការរំលាយអាហារនិងបង្កើនការប្រើប្រាស់ថាមពលរបស់រាងកាយបាទហ្នឹងគឺជាអត្ថប្រយោជន៍ទី3បាទហើយចំពោះអត្ថប្រយោជន៍ល្អចំពោះសុខភាពទី4វិញបាទគឺអាចជួយគ្រប់គ្រងទម្ងន់បាទមនុស្សមួយចំនួនមានអារម្មណ៍ថាឆ្អែតបានយូរជាងមុនបន្ទាប់ពីទទួលទានអាហារមានម្ទេសណាទោះបីជាយ៉ាងណាម្ទេសមិនមែនជាវិធីសម្រកទម្ងន់ដោយខ្លួនឯងទេបាទវាត្រូវបានរួមបញ្ចូលជាមួយនឹងរបបអាហារផ្សេងបាទហើយនឹងការហាត់ប្រាណឲ្យបានទៀងទាត់ផងដែរបាទដើម្បីទទួលបានទម្ងន់មួយដែលសមស្របទៅនឹងការចង់បានរបស់លោកអ្នកណាបាទចំពោះអត្ថប្រយោជន៍ទី5វិញគឺជំនួយដល់សុខភាពបេះដូងបាទតាមការសិក្សាខ្លះបានបង្ហាញថាសារធាតុកាប់សាស៊ីនអាចជួយដល់សុខភាពសរសៃឈាមនិងបេះដូងបានបាទប៉ុន្តែត្រូវការផុសតាងបន្ថែមហើយមិនគួរប្រើជំនួសថ្នាំព្យាបាលវេជ្ជសាស្ត្រទេបាទទោះជាយ៉ាងណាក្តីបងប្អូនគួរតែជួបពិគ្រោះជាមួយវិជ្ជបណ្ឌិតដែលមានឯកទេសទៅលើការថែរក្សាទម្ងន់ណាដើម្បីអីដើម្បីទទួលបានសុខភាពល្អសមស្របទៅនឹងតម្រូវការរបស់បងប្អូនបាទទៅលើការគ្រប់គ្រងទម្ងន់បាទចំពោះទី6គឺជួយផ្គត់ផ្គង់វីតាមីន A បាទសារធាតុ beta carotene បាទដែលមាននៅក្នុងផ្លែម្ទេសគឺធ្វើឲ្យរាងកាយអាចបំលែងទៅជាវីតាមីន A បាទដែលវាមានសារៈសំខាន់បំផុតចំពោះភ្នែកហើយនិងប្រព័ន្ធភាពស៊ាំរបស់រាងកាយណាបាទតាមការរៀបរាប់6ចំណុចខាងលើអំបញ្ញមិញគឺជាអត្ថប្រយោជន៍ទាំង6របស់ផ្លែម្ទេសដែលល្អចំពោះសុខភាពបាទទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍ពីផ្លែម្ទេសបាទយើងក៏មានប្រការគួរប្រុងប្រយ័ត្នមួយចំនួនផងដែរបាទទី1គឺយើងមិនទទួលទានច្រើនពេកទេបាទព្រោះវាអាចបង្កឲ្យក្រហល់ក្រហាយឬក៏រលាកក្រពះបាទចំពោះមនុស្សមួយចំនួនតូចជាពិសេសកុមារតូចបាទទី2អ្នកដែលមានជំងឺរលាកក្រពះឬក៏អាស៊ីតក្រពះបាទគួរតែទទួលទានដោយមានការប្រុងប្រយ័ត្នជានិច្ចណាឬពិគ្រោះជាមួយគ្រូពេទ្យបើសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយកើតមានណាបាទជារួមមកវិញបាទផ្លែម្ទេសគឺមិនត្រឹមតែធ្វើឲ្យម្ហូបមានឲ្យជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាប្រភពបាទនៃពពួកវីតាមីន C វីតាមីន A បាទហើយនិងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងជាច្រើនទៀតចំពោះរាងកាយផងដែរការទទួលទានផ្លែម្ទេសនៅក្នុងបរិមាណសមរម្យអាចជាផ្នែកមួយនៃរបបអាហារដែលល្អចំពោះសុខភាពរបស់បងប្អូន
ដូច្នេះបងប្អូនគួរតែទទួលទានថ្លៃមែនទេបាទនៅក្នុងបរិមាណសមរម្យណាកុំច្រើនពេកហើយក៏តិចពេកបាទចង់បញ្ចប់នៅវីដេអូនេះអរគុណច្រើនសម្រាប់អ្នកទស្សនាទាំងអស់គ្នាបាទពួកយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតស្ដីពីបន្លែផ្លែឈើដែលល្អចំពោះ